នៅក្នុងរយៈចម្ងាយ123គីឡូម៉ែត្រពីរាជធានីភ្នំពេញទៅកាន់ឃុំភ្នំដិនស្រុកគិរីវង្សខេត្តតាកែវប្រជាប្រដ្ឋនិងអាជ្ញាធរមូលដ្ឋានរស់នៅទីនោះបានបង្ហាញការចាប់អារម្មណ៍ចំពោះយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅកាត់ថា ODK ចំណាប់អារម្មណ៍របស់ពួកគេគឺប្រាថ្នាចង់បានការិយាល័យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងខេត្តរបស់ពួកគេជាតំណាងដើម្បីឲ្យសេវានេះនៅខិតជិតប្រជាពលរដ្ឋក្តីប្រាថ្នាចង់បានការិយាល័យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋានកើតមានបន្ទាប់ពីប្រជាពលរដ្ឋពីគ្រួសាររស់នៅឃុំភ្នំដិនដែលកើតមានវិវាទដីធ្លីជាង20ឆ្នាំត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ ODK កាលពីថ្ងៃទី24ខែមេសាឆ្នាំ2025លោកមែនបូនកសិកររស់នៅឃុំភ្នំដិនបានលើកឡើងថាលោកពេញចិត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ទាប់ពីស្ដាប់លើលក្ខណៈពិសេសរបស់យន្តការមួយនេះគឺថារាល់ការដោះស្រាយវិវាទឈលលើគោលការណ៍ឈ្នះឈ្នះទាំងសងខាងសម្រាប់ខ្ញុំតំណាងឲ្យបងប្អូនយើងនៅឃុំភ្នំដិននេះបើសិនជារាជtháiបាលឬក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមស្នើសុំមានការិយាល័យបើមានការិយាល័យដោះស្រាយក្រៅប្រព័ន្ធតុលាការចាប់តាំងពីស្រុកដល់ខេត្តខ្ញុំជឿថាបងប្អូនប្រជាកសិករយើងគាត់សប្បាយចិត្តហើយនិយាយរួមថាកាត់ពង្រួញនៅពេលវេលាហើយដោះស្រាយដូចអ្នកគ្រូនិយាយមិញថាយើងឈ្នះជាមួយគ្នាពេលបានចូលទៅដោះហើយទី1គាត់ភ្លឺផ្នែកខ្លួនឯងទី2គាត់បានឈ្នះដោយមិនអស់ពេលវេលាចាញ់គាត់ទូលថាចាញ់ឈ្នះគាត់ដឹងថាឈ្នះដល់ពេលយើងដោះបើតាមខ្ញុំលឺខ្ញុំមិនដែលទេបើតាមយើងដោះតាមតុលាការអ្នកឈ្នះគេសប្បាយចិត្តអ្នកចាញ់គាត់អត់ចិត្តហ្នឹងហើយបើមានការិយាល័យដើម្បីដំណោះស្រាយក្រៅប្រព័ន្ធតុលាការយើងក្រៅប្រព័ន្ធតុលាការខ្ញុំឃើញជារួមមកគាត់មិនមែនហៅទៅម្នាក់ទេតែហៅទៅទាំងពីរបាទកាលហៅទៅទាំងពីរហ្នឹងហើយបានថាភាពយុត្តិធម៌និងភាពទទួលយកបានទាំងសងខាងហើយបើកាលណាហៅទៅតែមួយចោតថាលំអៀងអានេះតែអ្នកឈ្នះគេមិនចោតទេឃើញអ្នកចាញ់អ្នកចោតលំអៀងហើយបើហៅទៅទាំងពីរឬទាំងពីរជាមួយគ្នានេះលោកវ៉ាន់ថៃប្រជាប្រដ្ឋរស់នៅឃុំភ្នំដិនដែរនោះក៏បានលើកឡើងដែរថាប្រសិនបើមានការិយាល័យ ODK នៅមូលដ្ឋានរបស់គាត់ក៏ដូចជាថ្នាក់ខេត្តប្រជាប្រដ្ឋដែលមានវិវាទស្វែងរកសេវានេះដោយងាយស្រួលនិងមិនខាត់បង់ពេលវេលាតែបើមានយន្តការអាជ្ញាធរដោះស្រាយក្រៅប្រព័ន្ធតុលាការហ្នឹងបើបានបង្កើតមកគៀកនឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋក៏រឹតតែល្អបាទជាពិសេសសូមបង្កើតនៅមូលដ្ឋានខេត្តតាកែវទាំងមូលហ្នឹងបាទវាល្អយោងទៅឃើញថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការយើងឃើញមានដោះស្រាយបានទាន់ពេលវេលាបាទហើយជាពលរដ្ឋក៏គាត់មិនអាចខាតពេលប្រកបរបរអាជីវកម្មគាត់ច្រើនអញ្ចឹងណាគ្រូបាទព្រមពេលជាមួយគ្នានេះលោកជ័យកុសលដែលសំណុំរឿងវិវាទដីធ្លីជាង20ឆ្នាំរបស់លោកត្រូវបានដោះស្រាយបញ្ចប់នៅក្រោមយន្តការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចង់ឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោកមានឱកាសនៅក្នុងការប្រើប្រាស់សេវាមួយនេះដែរខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំថ្លែងអំណរគុណដល់រដ្ឋាភិបាលហើយខ្ញុំក៏អរគុណដល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលបង្កើតយន្តការនេះមួយដោះស្រាយជូនប្រជាពលរដ្ឋគឺខ្ញុំមានភាពត្រេកអររីករាយសប្បាយលោកខ្ញុំចង់បានឲ្យបង្កើតជាការិយាល័យនឹងមួយតែវាចិត្តយើងមានបញ្ហាអីប្រជាពលរដ្ឋយើងនៅនេះយើងវាស្រួលលោកទៀនសារ៉េតមេឃុំភ្នំដិនក៏បានថ្លែងដែរថាក្នុងនាមជាអាជ្ញាធរលោកត្រៀមខ្លួនសហការជាមួយអាជ្ញាធរជាតិដើម្បីសម្រុះសម្រួលនិងផ្សះផ្សាបញ្ចប់វិវាទនៅមូលដ្ឋានលោកថាបាននិយាយអំពីការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានប្រជាប្រដ្ឋមានភាពភ័យខ្លាចនៅពេលដែលនិយាយដល់តុលាការអានឹងនិយាយរួមទៅកាលណាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការយើងទៅចូលរួមសហការបាទកាលណាប្រជាប្រដ្ឋដូចខ្ញុំបាននិយាយអញ្ចឹងទៅឡើងតុលាការជាអីក៏ដោយខ្ញុំថាគាត់ចង់ធ្វើឲ្យសម្បត្តិកែលិខិតស្នាមអីតិចតួចហ្នឹងគាត់លើតុលាការគាត់ដេកដែរហ្នឹងបាទប៉ុន្តែបើសិនជាមានការដោះស្រាយតាមវិវាទក្រៅប្រព័ន្ធហ្នឹងជាការល្អ